ជំរាបសួរពុកម៉ែបងប្អូនមកទៀតហើយសុបិន keyboard ថ្ងៃនេះដោយសារតម្រូវការរបស់អតិថិជនក៏ចង់ញ៉ាំបាយអីហ្នឹងបាយបឋមឥឡូវកំពុងតែជៀនពងជ្រក់អីធ្វើឲ្យអស់ហើយជ្រក់នៅតែជៀនពងហើយសាច់ទេហើយថ្ងៃហ្នឹងនឹងមាននេះបាយអីគេមួយទៀតត្រីមួយស្វាយរហូតសាប់អូមានខត្រីជាមួយស្វាយរហូតសាប់ទៀតវ៉ាវសំខាន់ស្វាយនេះចិត្តផុតពូជទៀតស្វាយរហូតហ្នឹងថ្ងៃហ្នឹងមានតែពីរមុខហ្នឹងឯងថ្ងៃហ្នឹងអូថ្ងៃហ្នឹងមានតែពីរមុខទេបងប្អូនគឺបាយបឋមជាមួយនឹងខត្រីស្វាយរហូតបន្តិចទៀតចាំជួបគ្នានៅវគ្គខត្រីណាបងប្អូនវគ្គអានេះហៅអីគេអូនហៅគេត្រីស្វាយរហូតខត្រីស្វាយរហូតតែនេះជាគ្រឿងក្រៅហ៎គ្រឿងក្រៅខហ៎ដូចជាស្ករក្រហមស្ករត្នោតយើងហ្នឹងមានខ្ទឹមអីណានៃអូតំណងដល់ខមខៀវគេខម្ទេសខៀវបងប្អូននឹងខយើងប្រឡាក់ត្រីប្រឡាក់ត្រីហើយអីហើយអូតំណងណាស់ហ្នឹងគេធ្វើតែប៉ែៗណាខទៀវអូគេខដូចខទៀវអញ្ចឹងគ្រាន់តែគេខត្រីចុងភៅទៅពងទាស្ងោគឺអតិថិជនយើងកំងរាល់ថ្ងៃទៅចាឮសំឡេងពុះហើយបងប្អូនឮសំឡេងពុះហើយអូក៏ឃើញសក់មាត់នេះឆ្អិនណាត្រង់ហូបបាយផងក្លៀនល្មមហ្នឹងសង្ស័យបានភ្លក់មុនអតិថិជនហ្នឹងមើលទៅ3ចានធ្វើច្រើនទេនេះមានបាយបឋមនិងខតែខហ្នឹងតែ3ចានទេអូពុះល្អណាស់បាយបឋមមែនតែមិនមែននេះទេគឺបាយភ្លើមមាន់បឋមជ្រក់អីរៀបចំហើយពងទាក្លុកអីហើយឥឡូវពងតែបំពងភ្លើមមាន់នេះធៀមអស់បងប្អូនអើយនេះកំងនឹងតែអែមតែកំងតែ6ចានត្រៀមល្អណាស់ អ
បាទនេះរៀបចំហូបហើយរៀបចំនឹងដឹកអីវ៉ាន់ចេញទៅឲ្យអតិថិជនកំពុងរៀបចំពុកម៉ែបងប្អូននេះហើយខ្លះទៅពីកំពង់ឥឡូវកំពុងតែលើកដាក់តិចទៀតនឹងដឹកមានដូចជាភេសជ្ជៈដូចជាទឹកសុទ្ធយាទឹកក្រូចអីចឹងណាបងប្អូនទៀតទៅយកនៅស្តង់ហើយដឹកឲ្យគេនៅទូកកដឹកឲ្យអតិថិជននៅទូកកបងប្អូនវ៉ាវក្តៅធ្វើម៉េចជីវិតត្រូវតែទ្រាំនេះដឹកអីវ៉ាន់មកដល់គោលដៅហើយបងប្អូនអើយមកដល់ហើយកំពុងចាំគេចេញមកយកនេះញ៉ាំពេញនឹងអស់ស្អីវាខ្លះហើយបងប្អូនណាទូលកម្មចំម៉ោងសាសាលាចេញពីសាលាទៀតស្ទះណាទៀតអ្នកមកយកនេះយូរណាស់នៅកន្ត្រកក្រោយទៀតមកកន្ត្រកក្រោយទៀតនៅក្រោយម៉ូតូចង់3បានសម្រាប់បងប្អូនតែធ្វើម៉េចដើម្បីជីវភាពឲ្យកូនបានសិក្សាឥឡូវគេចេញមកយកហើយចឹងក៏សូមជម្រាបលាពុកម៉ែបងប្អូនហើយសូមជួយគាំទ្រ Channel សុបិន Keyboard របស់ខ្ញុំបាទផងជួយឲ្យ Subscribe និងជួយ Like ជួយ Share ឲ្យជាកម្លាំងចិត្តក៏រូបខ្ញុំបាទផងសូមអរគុណសូមជម្រាបលា